កាលពី50ឆ្នាំមុនព្រះប្រមុខរដ្ឋនិងពលរដ្ឋខ្មែរប្រមាណ20,000នាក់បានទទួលស្វាគមន៍លោកប្រធានាធិបតីបារាំង Charles de Gaulle យ៉ាងធំសម្បើមពលរដ្ឋខ្មែរបានឈរលើកបដាស្វាគមន៍ស្រែកហូរនឹងទះដៃអបអរសាទរតាមដងផ្លូវតាំងតែពីព្រលានយន្តហោះភ្នំពេញរហូតដល់ព្រះបរមរាជវាំងគ្រានោះលោក Charles de Gaulle បានឆ្វេងយល់ពីប្រពៃណីនិងវប្បធម៌ខ្មែរលោកបានមើលអុំទូកនិងទៅទស្សនាប្រាសាទអង្គរព្រមទាំងបានថ្លែងសន្ទរកថាជាប្រវត្តិសាស្ត្រនៅស្តាតអូឡាំពិកដែលមានមនុស្សចូលរួមយ៉ាងណែនពេញនៅព្រឹកថ្ងៃអង្គារនេះនៅសាលសន្និសីទចតុមុខជាទីដែលលោក Charles de Gaulle មើលរបាំខ្មែរកាលពី50ឆ្នាំមុនលោកឯករដ្ឋទូតបារាំង Jean-Claude Pombeuf និងលោក Jacques Godefroy ប្រធានមូលនិធិ Charles de Gaulle សុទ្ធតែថ្លែងអំណរគុណចំពោះកម្ពុជាដែលបានទទួលសាទរយ៉ាងកក់ក្ដៅចំពោះរដ្ឋបរោះបារាំងដ៏ល្បីល្បាញសតវត្សទី20ចំពោះលោកទាំងពីរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ Charles de Gaulle សុទ្ធតែឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្រិតខ្ពស់នៃប្រទេសទាំងពីរហើយសន្ទរកថារបស់លោកដែលគាំទ្រកម្ពុជានៅក្នុងគោលជំហរនយោបាយអព្យាក្រឹតនោះគឺអាចឲ្យកម្ពុជាជៀសផុតពីគ្រោះថ្នាក់គ្រប់យ៉ាងនិងបន្តក្តីសង្ឃឹមទៅមុខទៀតសូមជ្រាបថាកាលពី5ទសវត្សរ៍មុននៅភ្នំពេញលោកឧត្តមសេនីយ៍ de Gaulle បាននិយាយជាភាសាបារាំងថាយើងប្រកាន់យកជំរឿសសន្តិភាពនិងជ្រោមជ្រែងបង្ខិតនៅទស្សនៈយល់ឃើញរបស់យើងកាត់បន្ថយភាពតានតឹងនិងបង្ការចំនួនយើងមិនអាចកាន់ជើងខាងណាមួយបានឡើយជាងនេះទៅទៀតគ្មាននរណាម្នាក់អាចតម្រូវឲ្យយើងជ្រើសយកជំរឿសដែលផ្ទុយពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងឡើយប្រសាសន៍នេះត្រូវរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានគូសបញ្ជាក់ពីម្សិលមិញថានៅតែមានបច្ចុប្បន្នភាពរហូតមកទល់នឹងសប្តាហ៍ថ្ងៃនេះចំពោះលោកប្រាក់សុខុនឧត្តមសេនីយ៍ Charles de Gaulle ជារដ្ឋបុរសដ៏វិសេសវិសាលនិងជាអ្នកមានចក្ខុវិស័យវែងឆ្ងាយចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌វិញដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋបារាំងនៅពេលនោះមិនត្រឹមតែដើម្បីមិត្តភាពស៊ីជម្រៅដើម្បីផលប្រយោជន៍និងនយោបាយប៉ុណ្ណោះទេតែក៏ដើម្បីបុព្វហេតុវប្បធម៌ផងដែរសូមជម្រាបជូនដែរថានៅក្នុងឱកាសរំលឹកខួបដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងរូបនេះគេបានរៀបចំពិធីរំលឹកជាច្រើនដូចជានៅក្រសួងការបរទេសពីម្សិលមិញហើយនៅសាលសន្និសីទចតុមុខកាលពីព្រឹកមិញមានការតាំងពិព័រណ៍និងបញ្ចាំងខ្សែភាពយន្តឯកសារ40នាទីដែលស្ដីពីដំណើរទស្សនកិច្ចរបស់លោក Charles de Gaulle នៅកម្ពុជានៅថ្ងៃទី12តុលាល្ងាចស្អែកនេះគឺនឹងមានការតាំងពិព័រណ៍នៅវិទ្យាស្ថានបារាំងព្រមទាំងមានសន្និសីទមួយដែលលោកប្រធាននិងនាយកមូលនិធិ Charles de Gaulle ធ្វើជាវាគ្មិនចំណែកនៅប្រលានយន្តហោះភ្នំពេញក៏មានតាំងពិព័រណ៍ស្ដីពីទស្សនកិច្ចរបស់លោក de Gaulle ឡើងវិញដែរដែលមានរយៈពេល1ខែពេញហើយចប់ពីនោះគេនឹងយករូបថតទៅតាំងបង្ហាញថែមទៀតនៅប្រលានយន្តហោះក្រុងសៀមរាបរយៈពេល1ខែដែរ